ថ្ងៃនេះដែរខ្ញុំនឹងលើកយកមកស្នាដៃសិល្បៈបុរាណវត្ថុបុរាណជាច្រើនរបស់នៅប្រទេសកម្ពុជាត្រូវបានដាក់តាំងលក់ជាសាធារណៈនៅខែ9 2026ឆាប់ៗនេះគឺឈ្មោះ Gallery Shark បាទហើយ Gallery Shark នេះគឺត្រូវបានដាក់តាំងលក់វត្ថុបុរាណជាច្រើនពីតំបន់អាស៊ីជាពិសេសនៅមកពីប្រទេសកម្ពុជានៅសម័យសង្គ្រាមបាទនៅសម័យសង្គ្រាមគឺភាគច្រើនគឺពីឆ្នាំ1970ហ្នឹងទៅដល់93ឬក៏95ដែលត្រូវបានមានការជីកកកាយវត្ថុបុរាណជាច្រើនពីតំបន់សៀមរាបនិងតំបន់ផ្សេងៗទៀតយកទៅលក់នៅប្រទេសថៃហើយក៏បន្តទៅលក់នៅប្រទេសអឺរ៉ុបហើយនិងប្រទេសអាមេរិកហើយមានឈ្មួញជាច្រើនជនជាតិអឺរ៉ុបនិងអាមេរិកគឺឆ្លាញ់ស្នាដៃសិល្បៈបុរាណហើយគាត់មានលុយរាប់លានដុល្លារគាត់បានចំណាយលុយទិញពីឈ្មួញកណ្ដាលនៃប្រទេសថៃបាទពិតជាសោកស្ដាយមែនតើហើយឆាប់នេះគឺមានការដាក់តាំងបង្ហាញលក់នៅស្នាដៃសិល្បៈបុរាណបាទមានរូបជាច្រើនមែនតើហើយ Gallery ដែលល្បីជាងគេដែលតាំងលក់វត្ថុបុរាណនេះឈ្មោះ Gallery Shark បាទនៅទីក្រុង Vernier ប្រទេសអូទ្រីសបាទហើយ Gallery ក៏បានដាក់តាំងលក់នៅតាម website ផងដែរគឺដាក់តាំងលក់ជាសាធារណៈបាទហើយពិតជាសោកស្ដាយមែនតើហើយខ្ញុំសង្ឃឹមថានឹងស្នាដៃបុរាណទាំងអស់ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានហ្នឹងគឺនឹងត្រឡប់មកប្រទេសកម្ពុជាវិញបាទហើយខ្ញុំនឹងរៀបរាប់បន្ថែមតកតនឹង Gallery Shark បាទគឺជាទីផ្សារមួយធំនៅប្រទេសអឺរ៉ុបបាទហើយនឹងលំអិតផ្សេងតកតនឹងការដាក់តាំងលក់វត្ថុបុរាណសិល្បៈពីប្រទេសកម្ពុជាបាទបងប្អូនគិតថាវីដេអូចំណេះដឹងនេះមានប្រយោជន៍ទៅដល់សង្គមជាតិហើយនិងប្រយោជន៍ជាចំណេះដឹងសូមជួយចុច like comment ហើយនិង share បាទហើយនឹងជួយ subscribe channel ផងបាទអរគុណនេះជាស្នាដៃសិល្បៈខ្មែរបាទដែលពួកខ្ញុំធ្វើ copy ហ្នឹងបាទគឺស្នាដៃគឺពិតជាអស្ចារ្យមែនតើបាទដោយសាររបស់ original របស់ Zin ហ្នឹងគឺត្រូវបានសម័យសង្គ្រាមគឺបានលួចយកទៅប្រទេសសៀមក្នុងសម័យសង្គ្រាមហើយក៏បន្តលក់នៅប្រទេសផ្សេងនៅតាមពិភពលោកហើយខ្ញុំក៏ដោយសារឃើញគំនូរឃើញរូបនៅតាមផ្សេងហ្នឹងគឺខ្ញុំឲ្យជាងគាត់ធ្វើជា copy បាទ copy ហ្នឹងគឺស្រដៀងទៅនឹងរូបពិតបាទហើយមានគំនូរផ្សេងដោយសារខ្ញុំជាអ្នកស្រឡាញ់ស្នាដៃសិល្បៈបាទហើយនឹងគំនូរបាទខាងក្រោយខ្ញុំហ្នឹងគឺជាគំនូរបាទរបស់ព្រះបាទជ័យវរ្ម័នទី7បាទហើយខ្ញុំស្រឡាញ់ស្នាដៃសិល្បៈខ្មែរហើយនៅពេលដែលខ្មែរយើងត្រូវបានបាត់បង់សិល្បៈជាច្រើនហើយនឹងវត្ថុបុរាណនៅសម័យសង្គ្រាមហ្នឹងគឺខ្ញុំជាអ្នកស្រឡាញ់វត្ថុបុរាណខ្ញុំជាអ្នកស្រឡាញ់សិល្បៈខ្មែរចង់ឲ្យសិល្បៈហ្នឹងគឺវិលត្រឡប់មកប្រទេសកម្ពុជាវិញតាំងជាសារមន្ទីរបាទនៅក្នុងសារមន្ទីរហ្នឹងហើយមានកូនខ្មែរជាច្រើនបន្តក្នុងការរៀនសូត្រនិងឃើញមហាស្នាដៃសិល្បៈបុរាណខ្មែរបាទដើម្បីកូនខ្មែរហ្នឹងគឺគាត់មានជាគំនិតជាគន្លឹះបាទក្នុងការជាគូគំនូរចឹងទៅឲ្យស្រដៀងបាទស្រដៀងស្នាដៃសិល្បៈបុរាណហ្នឹងបាទហើយនឹងរូបចម្លាក់ផ្សេងដែលគាត់អាចគិតថានឹងធ្វើជាគំរូបាទហើយនឹងគុនខ្មែរនឹងយល់អំពីមហាស្នាដៃដ៏ពិសេសបាទវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូបន្តទៀតទាក់ទងនឹងស្នាដៃសិល្បៈខ្មែរហើយនឹងប្រវត្តិសាស្ត្រផ្សេងទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរប្រវត្តិសាស្ត្របុរាណនៃប្រាសាទបុរាណទូទាំងខេត្តសៀមរាបហើយនឹងទូទាំងប្រទេសកម្ពុជាផងដែរបាទ Thanks for watching. We'll see you in the next videos. Peace.